អូខេបងប្អូនទាំងអស់គ្នាឥឡូវយើងមកសិក្សាបន្តនេះគឺជាផ្នែកមួយនៃមេរៀនរបស់យើងដែលខ្ញុំបានរៀបចំសម្រាប់ការបង្រៀនទៅតាមអនឡាញបងប្អូនដែលរៀនសិក្សាតាមអនឡាញគឺបងប្អូនសិក្សាតាមវិធីនេះបាទសិក្សាតាមវិធីនេះដោយបងប្អូនមករៀនផ្ទាល់ដែរទេអត់មានខុសគ្នាទេណាការរៀបចំរបស់ខ្ញុំដើម្បីកុំឲ្យបងប្អូនលំបាកធ្វើដំណើរមកឆ្ងាយហើយយើងធ្វើការរៀបចំមេរៀននេះឲ្យសមស្របទៅតាមកលៈទេសៈតាមសម័យកាលដែលបងប្អូនសម័យបច្ចុប្បន្នទូរស័ព្ទនៅនឹងដៃទៅហើយយើងអត់មានលំបាកអីត្រូវពិបាកស្វែងយល់ពិបាកស្វែងរៀនទេណាបាទដោយបងប្អូនបានឃើញអញ្ចឹងឃើញទេបងប្អូនមករៀនបងប្អូនត្រូវអង្គុយស្ដាប់ឃើញបញ្យល់ដូចគ្នាហើយបានយើងទៅអនុវត្តមើលទៅលើកសិដ្ឋានផ្ទាល់ទៅលើមន់ផ្ទាល់ប៉ុន្តែនៅក្នុងវីដេអូនេះការបង្រៀននេះក៏ដូចគ្នាខ្ញុំបញ្យល់បងប្អូនទៅតាមវីដេអូ slide បែបនេះហើយមានវីដេអូបន្តហ្នឹងគឺវីដេអូអនុវត្តទៅលើត្រង់បង្ហាញជូនបងប្អូនទាំងអស់តែម្ដងដែលដូចគ្នានឹងរៀនផ្ទាល់អត់ចាំបាច់ចំណាយពេលវេលា2ថ្ងៃ3ថ្ងៃវាអត់សំខាន់ទេកន្លែងនោះអត់សំខាន់ទេសំខាន់មេរៀនគឺយើងក្តាប់ឲ្យចំចំណុចដែលយើងរៀនហើយយកទៅប្រើបានដូចករណីចឹងឥឡូវយើងទៅអ្នកគ្នាខ្ញុំថារៀនមិនឲ្យបងប្អូនយកទៅប្រើបានហ្មងមិនចិត្តតែបង្ហាញចអល់អត់ទេគោលការណ៍ច្បាស់ហ្មងនេះគឺគោលការណ៍ទី3និយាយពីដងស៊ីទេម៉ាការ៉េឲ្យប្រមាណក្បាលកន្លងមកបងប្អូនសួរខ្ញុំថាធំម៉ាការ៉េដាក់ធំខ្ញុំប៉ុណ្ណេះទៅតឹងប៉ុណ្ណេះបដ ாய் ទៅដាក់បានឥឡូវមិនឆ្ងល់ទេបងប្អូនមើលអស់នេះណានេះតារាងខ្ញុំផ្ដល់ឲ្យបងប្អូនមើលវីដេអូហ្នឹងហើយបងប្អូនសរសេរទៅឬក៏ថត screen ទុកមើលទៅអាយុតារាងកូនមន់ដែលយើងត្រូវដាក់ក្នុង1ម៉ែត្រការ៉េនេះអាយុកូនមន់ពី7ថ្ងៃពី1ថ្ងៃដល់7ថ្ងៃ35ទៅ40ក្បាលក្នុង1ការ៉េដាក់ចឹងមកអាទិត្យទី2ថយចុះមក20ទៅ25ចន្លោះហ្នឹងអាទិត្យទី3 10ទៅ20អាទិត្យទី4 8ទៅ10ក្បាលអាទិត្យទី5ឡើងទៅនេះ1ការ៉េឲ្យ6ទៅ8ក្បាលឯណាបងប្អូនត្រូវដឹងថាកាលណាតែផ្ទៃកាឡាវាចង្អៀតខ្លាំងពេកដងស៊ីតេវាខ្ពស់ដងស៊ីតេខ្ពស់ធ្វើឲ្យមន់លូតលាស់អត់ធំទៅបានទេបាទដងស៊ីតេខ្ពស់មានន័យថាចំនួនមន់វាកាន់តែច្រើនវារំខានដល់ការស៊ីរំខានដល់ការដេកហើយបើសិនជាក្នុងករណីមានការផ្អើលអីហ្នឹងរត់ជាន់គ្នាហើយពេលធំនេះ stress ចាក់គ្នាអញ្ចឹងគេចិញ្ចឹមសត្វគេគិតទៅទាំងអស់តែម្ដងបាទទៅទាំងអស់មិនមែនគ្រាន់តែថាការធំធាត់របស់កូនមន់មិនមែនគ្រាន់តែវីតាមីនទេមិនមែនគ្រាន់តែចំណីប្រូតេអ៊ីនប្រមាណទេអាចំណីប្រូតេអ៊ីនប្រមាណហ្នឹងណាគឺមិនទាន់ជាក់លាក់នៅឡើយទេបងប្អូនសំខាន់យើងមិនអាចកំណត់ចំណីប្រូតេអ៊ីនប្រមាណនៅលើសំបក B ដែលគេសរសេរបានទេសំខាន់ថាតើពេលដែលមន់យើងស៊ីទៅវាលូតលាស់របៀបម៉េចទៀតហ្នឹងហើយប្រូតេអ៊ីន22 21 22ក៏ប៉ុន្តែកូនមន់ស៊ីទៅរាករហូតអត់យកជាការបានទេអញ្ចឹងចំណីវាមានចំណែកពាក់ព័ន្ធផ្ទៃកាឡាធំមានចំណែកពាក់ព័ន្ធអញ្ចឹងបានខ្ញុំសរសេរថាវាមានគោលការណ៍11ចំណុចនៅហ្នឹងបងប្អូនបានចូលឈ្មោះរៀនបងប្អូននឹងទទួលបានចំណេះដឹងទាំងអស់ហ្នឹងហ្មងតើតែធ្វើបាន11គោលការណ៍ហ្នឹងបានអាចមន់ឯងទទួលបានសុខភាពល្អអញ្ចឹងណាមានអ្នកជោគជ័យច្រើនទៅលើការងារហ្នឹងអ្នកដែលបានរៀនហើយដោយបងប្អូនបានឃើញនៅក្នុង comment អញ្ចឹងណាអូខេឥឡូវនេះដើម្បីកុំឲ្យពិបាកខ្ញុំដាក់ធំទាំងមូលមកឲ្យមើលតែម្ដងឃើញទេដោយបងប្អូនជួយមកមើលផ្ទាល់ហ៎ដូចគ្នាហ៎បងប្អូនដោយបងប្អូនជួយមកផ្ទាល់អញ្ចឹងអត់មានខុសគ្នាទេអានេះបានតែធំស្រាប់ហ្មងហែកឲ្យមើលទាំងអស់អញ្ចឹងបាទហើយដើម្បីរកផ្ទៃកាឡានេះបងប្អូនយកបដ ாய் គុណទៅតឹងមើលបដ ாய் ហ្មងបដ ாய் អានេះធំនេះទៅតឹងបដ ாய் 24ម៉ែត្រទៅតឹង6បដ ாய் 24គុណចំនួនកបដ ாய் គុណទៅតឹងឃើញផ្ទៃកាឡានៅនឹងហើយគុណចំនួនមន់មក6ក្បាលទៅ8ក្បាលឃើញចំនួនមន់សរុបដែលអាចដាក់បាននៅក្នុងហ្នឹងប៉ុន្តែវ័យរបស់វាមួយតាមវ័យរបស់វាឧទាហរណ៍ថាការនៅតូចធំនេះគុណមកដាក់បានដូចថា1000ក្បាលឧទាហរណ៍1000ក្បាលនៅតូចយើងមិនមែនទិញកូនមន់មក1000ក្បាលប្រឡែងឲ្យប្រសាច់ពេញហ្នឹងទេនេះមួយខណ្ឌនេះគុណកាឡាផ្ទៃមើលដាក់បាន1ការ៉េដាក់បានហ្នឹងដល់ពេលអាទិត្យទី2អាទិត្យទី3បំបែកវាចេញមកតាមវល់តាមវ័យរបស់វាអញ្ចឹង1000ក្បាលហ្នឹងឧទាហរណ៍1000ក្បាលហ្នឹងពីតូចនៅកន្លែងនោះជុំគ្នាដល់ពាក់កណ្ដាលមួយខែកន្លះវាអាចបំបែកចេញមកបន្ទប់ទី2ឬក៏ដល់ពេលធំមកវាបានធំទាំងមូលនឹងឯងទៅអាចវាសមាមាត្រនឹងចំនួនមន់អញ្ចឹងណាអានឹងឲ្យយល់ថាផ្ទៃកាឡាធំវាដាក់ទៅតាមវ័យរបស់វាអត់មានប្របាកយល់ទេបងប្អូនឃើញដូចគ្នាបងប្អូនជួយមកផ្ទាល់ទេដកការបាត់បង់បង្រៀនទៅទាំងអស់ធំអញ្ចឹងតតឹងកពស់អីមានការបញ្យល់នៅក្នុងមេរៀនរបស់យើងបាទបងប្អូនសង្ឃវាមិនតតឹងមិនបដ ாய் មិនផ្ទៃបាទរៀបចំមិនអនាម័យជំងឺឆ្លងនៅក្នុងហ្នឹងវិធានការអនាម័យសុវត្ថិភាពពាក់ព័ន្ធនឹងទ្រុងវាមិនបរៀនទៅទាំងអស់បងប្អូនរៀនឲ្យបងប្អូនយកទៅប្រើបានតែម្ដងបាទបងប្អូនចាប់អារម្មណ៍នឹងការរៀនវគ្គសិក្សាតាមអនឡាញរៀនអនឡាញគឺរៀនអញ្ចឹងបាទអត់មាន live វីដេអូដេញថតមកបង្រៀនបងប្អូនទេបាទថតដេញថតយ៉ាងម៉េចបងប្អូនដេញថតមិនអត់មាន live វីដេអូអង្គុយមើលមុខគ្នាអញ្ចឹងហើយទៅរៀនទៅយកទៅធ្វើបានទេអត់ទេបាទការ live នៅក្នុង group វាគ្រាន់តែជាមធ្យោបាយមួយបញ្ជូនសារបន្ថែមប៉ុន្តែមធ្យោបាយដែលសំខាន់គឺរៀនអញ្ចឹងនេះ
មេរៀនទាំងអស់គ្នាបងប្អូននេះដងស៊ីតេមន់ពោះពេកកូនមន់ stress ងាយឆ្លងជំងឺលូតលាស់យឺតដងស៊ីតេសមស្របវានាំឲ្យសុខភាពល្អស៊ីចំណីបានល្អកាត់បន្ថយបញ្ហាងាប់ឃើញទេអញ្ចឹងត្រូវពង្រីកផ្ទៃទ្រុងតាមអាយុនិងតាមទម្ងន់ពិតរបស់សត្វបងប្អូនណាបាទ